ជំរាបសួរពុកម៉ែបងប្អូនអតិថិជននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹងវីដេអូម៉ាស៊ីនផលិតទឹកសុទ្ធសម្រាប់បុគ្គលិកច្រើនតែលើកនេះគឺជាប្រភេទខ្នាត300លីត្រក្នុង1ម៉ោងអាចថាវាជាលំនាំក៏ដូចជា model ក៏ដូចជាទម្រង់របស់ខាងយើងជាទូទៅនឹងម៉ាស៊ីនផលិតទឹកសុទ្ធខ្នាតរៀងចាប់ពី500លីត្រក្នុង1ម៉ោងឡើងទៅគឺយើងចាប់ជាសំណុំបែបនេះបងប្អូនចាដើម្បីឲ្យវាមានការងាយស្រួលមិនថាអតិថិជននៅទីក្រុងភ្នំពេញដែលគាត់ចង់យកទៅតម្លើងខ្លួនឯងឬក៏នៅតាមបណ្ដាខេត្តទេគាត់ទៅលើកអាម៉ាស៊ីននេះទៅគឺតទឹកដើមចូលពីស្តែនស្តុកទឹកដើមចូលម៉ាស៊ីនហើយនឹងចេញទៅស្តែនស្តុកទឹកបរិសុទ្ធគឺរួចជាការស្រេចតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់នៅតាមបណ្ដារោងចក្រសហគ្រាសមន្ទីរពេទ្យសាលារៀនឬក៏បងប្អូនសប្បុរសជនចាដែលគាត់ត្រូវការឬក៏ចង់ចាសិក្សាទិញអាម៉ាស៊ីនផលិតទឹកសុទ្ធហ្នឹងផ្ដល់ជាអំណោយជាជំនួយដល់បងប្អូនសប្បុរសសំទោសដល់បងប្អូនដែលខាងជនពិសោធន៍ចាបងកងតបឬក៏ខាងសាលារៀនមន្ទីរពេទ្យអីផ្សេងឬក៏មួយទៀតបងចង់បើកអាជីវកម្មចាទឹកសុទ្ធខ្នាតដបងហ្នឹងខ្នាតលក្ខណៈថាមកល្មមណាអាចថាវាតូចតែមិនតូចពេកព្រោះអីអានេះ1ម៉ោងវាផលិតបាន300លីត្រដែរអញ្ចឹងបងប្អូនចាជាទូទៅម៉ាស៊ីនដែលខ្ញុំrecommendសម្រាប់ទឹកសុទ្ធនេះបងប្អូនគឺជាប្រភេទម៉ាស៊ីនដែលបងអាចយកទៅបន្សុទ្ធបានគ្រប់ប្រភេទទឹកម្ដងទឹករត់ហេតុអីក៏ខ្ញុំលើកនិយាយទឹករត់ចុះទឹកបឹងទឹកអូគឺបានដូចគ្នាតែគ្រាន់ថាអានឹងជាទូទៅគេមានកលៈនៃការច្រោះក៏ដូចជាសម្អាតវាសិនហើយមុននឹងចូលដល់ម៉ាស៊ីនអ្វីដែលខ្ញុំនិយាយនេះគឺមិនមែនបានន័យថាម៉ាស៊ីនហ្នឹងវាអត់មានសមត្ថភាពគ្រប់គ្រាន់ទេបងប្អូនគឺដោយសារគឺយើងបារម្ភតាក់ទងនឹងការថែទាំកាច់លាងហើយនឹងលក្ខណៈថាភាពញឹកញាប់នៃការដូរតម្រងព្រោះធម្មតាប្រភេទទឹកលើដីដូចជាទឹកអូទឹកបឹងទឹកស្ទឹងទឹកទន្លេអីផ្សេងៗហ្នឹងវាភាពល្អខ្ពស់អញ្ចឹងបងគួរតែកូរសាច់ជូរឬក៏ PEC សិនអញ្ចឹងបងប្អូនចាប៉ុន្តែវីដេអូនេះខ្ញុំអត់សូវជាផ្ដោតដល់ប្រភេទហ្នឹងទេចាខ្ញុំចង់ផ្ដោតទៅលើម៉ាស៊ីនផលិតទឹកសុទ្ធបែបនេះវិញតែបើសិនជាករណីដែលបងប្អូនគាត់មានសំណួរឬក៏ចម្ងល់បងក៏អាចឆែកសួរខាងយើងឬក៏ប្រឹក្សាយោបល់ជាមួយនឹង team sale បច្ចេកទេសបងប្អូនចាអូខេអញ្ចឹងសួរថាម៉ាស៊ីនផលិតទឹកសុទ្ធខ្នាត300លីត្រក្នុង1ម៉ោងយកទៅគឺបងទទួលបានអីខ្លះហើយក៏ចាប់លុយរបស់វាប្រហែលអញ្ចឹងណាអានេះមែនតើតម្លៃរបស់វា2000ស្ដើងទេបងប្អូនចាវាធូរខ្លាំងមែនតើណាហើយណាមួយម៉ាស៊ីនដែលវាអាចមានសមត្ថភាពផលិតទឹកចេញមកនោះក៏វារៀងច្រើនដែរអញ្ចឹងបងប្អូនចាអញ្ចឹងក្នុងកញ្ចប់2000ស្ដើងហ្នឹងអ្វីដែលបងទទួលបានទី1គឺនេះក្រងចាម៉ាស៊ីនគឺចាប់ជាសំណុំមានក្រងអ៊ីណុកហើយម៉ូទ័រជំរុញម៉ូទ័រនេះគឺវាធ្វើការដោយបឺតពីស្តែនស្តុកទឹកដើមទៅស្តែនស្តុកទឹកបានន័យថាពីដើមមកចូលមកចម្រោះធុងស្មាច់3នេះណាចំពោះធុងស្មាច់នេះគឺយើងតម្រងដាក់ទៅតាមប្រភេទទឹកក៏ដូចជាបញ្ហាទឹកដើមមកអតិថិជនឧទាហរណ៍ថាបងប្រើទឹកម្ដងដែលរៀងថ្លាកវ៉ោឬក៏ទឹករត់ទី1គឺយើងចាំបាច់ត្រូវប្រើពពួកអិនតេសាយប្រភេទខ្សាច់ខ្មៅតួនាទីរបស់វាដកកកដីកំតិចកំទីចាពពួក TBDT ឬក៏ suspended solid អធិស្ឋានខ្ញុំសូមនិយាយរៀងលម្អិតចូលរៀង deep detail ទៅលើ technical term បន្តិចដើម្បីឲ្យបងអតិថិជនខ្លះទៀតដែលគាត់ចាលក្ខណៈថាគាត់ត្រូវការចង់ដឹងលម្អិតចឹងបងប្អូនចារៀងថាអូអានឹងវា remove បែបម៉េចឬក៏ដកច្រោះបែបម៉េចតែក្នុងហ្នឹងក៏ខ្ញុំមានបញ្ជាក់ផងដែរថាជាទូទៅសម្រាយឧទាហរណ៍ដូចខ្ញុំនិយាយមុនហ្នឹងបន្តិចចឹងគឺវាដកកកដីកំតិចកំទីតែគ្រាន់ភាសាបច្ចេកទេសគេហៅថាពពួក particle suspended solid ចាឬក៏ពពួក TBDT អីចឹងទៅបងប្អូនណាចាហើយបានចូលដល់ធុងទី2កាបូនធ្យូងសកម្មយើងអត់បានទេមិនចំពោះថាបងប្រើទឹកម្ដងឬក៏ទឹករត់ទេព្រោះកាបូនវាមានតួនាទីដកនៅពពួកក្លិនដីក្លិនភក់ក្លិនស្លឹកឈើពពួកក្លដែលគេប្រើសម្រាប់មេរោគបាក់តេរីនៅក្នុងទឹករត់ឬក៏ទឹក water supply អញ្ចឹងបងប្អូនហើយពួក organic ហេតុអីក៏ខ្ញុំច្រើនតែនិយាយថាកាបូនហ្នឹងវាដកនៅពពួក organic គឺជាប៉ារ៉ាម៉ែត្រមួយបើសិនជាយើងអត់ remove ឬក៏ដកវាទេវានឹងធ្វើឲ្យតម្រងបន្ទាប់ដូចជា resin ឬក៏ AO នេះវាមាននៅបញ្ហាគេហៅថា fouling ចាវាឡើងស្លែឡើងស្លាមចាវាឆាប់ស្ទះវាឆាប់ខូចវាឡើង bio លក្ខណៈថាពពួកបាក់តេរីក្រូអីផ្សេងៗអញ្ចឹងទៅអញ្ចឹងគឺយើងត្រូវការដកវាហើយមួយទៀតខ្ញុំសូមបើកកញ្ចក់តិចកុំឲ្យថាដដែលពេកតើទៅនឹងបញ្ហា chlorine ចំពោះម៉ាស៊ីនផលិតទឹកសុទ្ធ AO ក៏ចាំបាច់ត្រូវដកដែរគឺបងត្រូវ control FRC បានន័យថាក្លសេរីហ្នឹងឲ្យវាស្មើ0ចាពីព្រោះក្លសេរីគឺជាបានន័យថាក្លហ្នឹងគឺជាប៉ារ៉ាម៉ែត្រមួយដែលវាអាចទៅបំផ្លាញបដូល AO ហ្នឹងឲ្យទៅជាឆាប់ពុកផុយដែលបងប្អូនអាចថាប្រើមិនបានយូរចាពេលដែលយើងលាងហ្នឹងក៏លាងមិនបានច្រើនដងដែរអញ្ចឹងវាឆាប់ពុកផុយវាឆាប់ឡើងគ្រាប់ទឹកអីចឹងទៅអញ្ចឹងគឺយើងត្រូវចាំបាច់ដកវាអញ្ចឹងប
បងត្រូវការប្រើពពួកកាបូននេះចាអញ្ចឹងហើយបានជាបងប្អូនអាសាឃើញចុះមិនក៏គេប្រើ1 2 3អញ្ចឹងព្រោះតួនាទីរបស់វាមិនមែនត្រឹមដកតែប៉ារ៉ាម៉ែត្រមួយដូចដែលខ្ញុំបានរៀបរាប់ទេគឺវាជារនាំងក៏ដូចជារបាំងការពារតម្រងបន្ទាប់ហ្នឹងឲ្យប្រើបានយូរឬក៏លក្ខណៈថាអាយុកាលរបស់វាហ្នឹងទៅតាម recommended sell life ចាទៅតាមអ្វីដែលគេណែនាំត្រូវប្រហែលថ្ងៃប្រហែលខែប្រហែលឆ្នាំដូរអញ្ចឹងបងប្អូនចាអូខេហើយចូលដល់ទី3ទី3នេះគឺជាធុងមួយដែលគេប្រើនៅពពួក softener water គេហៅថា filter ចាឬក៏ពពួកតម្រងដែលតួនាទីរបស់វាសម្រាប់ដកនៅពពួកហាត់នេះកបោចាអ៊ីយ៉ុងកាល់ស្យូមម៉ាញ៉េស្យូមដែលមាននៅក្នុងទឹកហេតុអីក៏យើងត្រូវការដកកបោជាពិសេសតែម្ដងគឺបងប្អូនដែលគាត់ប្រើទឹកអណ្ដូងចា underground water ទឹកក្រោមដីបញ្ហាកបោគឺជាបញ្ហាមួយដែលវានឹងធ្វើឲ្យ AO នឹងឆាប់ scaling ស្ទះនិយាយទៅគឺលឿនមែនតើណាបងប្អូនចាបន្តមកទៀតគឺបញ្ហា TDS ចឹងទៅតែ TDS នេះគឺវានឹងត្រូវបានដកដោយ AO បន្តិចទៀតខ្ញុំនឹងបញ្ជាក់តែគាត់ថាខ្ញុំចង់ជំរាបបញ្ជាក់តទៅនឹងរឿងបញ្ហាកបោអញ្ចឹងបងប្អូនចាអញ្ចឹងគឺយើងត្រូវការដកវាដើម្បីឲ្យទឹកដែលចេញទៅគឺលក្ខណៈថាវាមានកបោទាបឬក៏អត់មានកបោដើម្បីការពារ AO ហ្នឹងកុំឲ្យងាយឆាប់ស្ទះចាអញ្ចឹងចេញពីហ្នឹងតែមុននឹងចេញខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនតើទៅនឹងធុងស្មាច់បើយើងនិយាយពីអាយុកាលនៃការផ្លាស់ប្ដូរតម្រងគឺវាបានយូរអាចថាមួយឆ្នាំទៅ2ឬក៏3វាអាស្រ័យទី1គុណភាពទឹកដើមទី2គឺការថែទាំចាតម្រងបានន័យថាការថែទាំរបស់បងជាប្រចាំការថែទាំយ៉ាងម៉េចគ្រាន់តែអង្គុយមើលឬក៏តម្រងខាងក្នុងនេះយើងត្រូវដកចេញមកឬក៏អីអត់ទេបងប្អូនឃើញក្បាលកាច់ទេក្បាលកាច់បែបនេះគឺបងប្អូនគ្រាន់តែទៅកាច់កែទី1និងទី2គឺតម្រង់ដូចគ្នាយើងហៅថាក្បាលកាបោនអញ្ចឹងបងប្អូនត្រូវការលាងមួយសប្តាហ៍ម្ដង2ដងឬក៏3ដងឬក៏រាល់ថ្ងៃអាស្រ័យនឹងគុណភាពទឹកដើមអាស្រ័យនឹង flow ទឹកដែលបងផលិតតិចឬក៏ច្រើនអីចឹងទៅបងប្អូនណាចាហើយដល់ពេលទី3នេះអានេះ resin ក៏យើងត្រូវការកាច់លាងគឺមាន2ដំណាក់កាលលាងទី1ហ្នឹងគឺយើងត្រូវការលាងជាមួយនឹងទឹកស្អាតដែលលំនាំនៃការធ្វើគឺដូចទី1ទី2ទេតែអ្វីដែលលើសពីទី1និងទី2គឺត្រូវការលាងជាមួយនឹងទឹកអំបិលបងប្អូនឃើញតាយោសនេះហេអានេះខ្ញុំសុំមិនលម្អិតច្រើនទេចាតែបើសិនជាបងប្អូនត្រូវការឲ្យលម្អិតសុំ comment នៅខាងក្រោមវីដេអូ YouTube នេះដើម្បីឲ្យខាងខ្ញុំអាចបកស្រាយចាផ្ដោតចំពោះតែការលាងឬក៏គេហៅថា regenerate អំបិលហ្នឹងណាបងប្អូនចាអញ្ចឹងតាយោនេះគឺជាតាយោដែលបងប្អូនប្រើដើម្បីខ្ជាក់ទឹកនៅក្នុងការលាយ solution អំបិលហើយនឹងបឺតចា solution អំបិលហ្នឹងដើម្បីយកទៅចា solution អំបិលយើងហៅជាភាសាបច្ចេកទេគេហៅថាប្រាញ solution បងប្អូនចាដើម្បីយកទៅលាងអាគ្រាប់ resin ហ្នឹងដាស់ resin ហ្នឹងឲ្យចាប់ដំណើរការល្អឡើងវិញចាអញ្ចឹងគឺការថែទាំកាច់លាងវាពិតជាសំខាន់មែនតើបងប្អូនគ្រាន់តែធ្វើបែបហ្នឹងឲ្យបានទៀងទាត់ដិតដល់ទៅតាមការណែនាំរបស់ខាងផ្នែកលក់បច្ចេកទេសនោះបងប្អូននឹងទទួលបានគុណភាពទឹកហ្នឹងគឺវាល្អរយៈពេលវែងទី1ទី2គឺធ្វើឲ្យតម្រងរបស់យើងប្រើបានយូរអញ្ចឹងទៅបងប្អូនណាចាហើយចូលដល់តម្រងនេះទី4យើងនិយាយថាទី4បងប្អូនឃើញកែវរៀងថ្លាដើម្បីងាយស្រួលបងប្អូនមើលឃើញនៅតម្រងខាងក្នុងវាជាបំពង់ housing 20 inch ដែលគេប្រើដើម្បីដាក់តម្រងសលេង micro filter នេះអាចជា5មីក្រូនឬក៏1មីក្រូនអីគេទៅមីក្រូនវាជារុនច្រោះរបស់ filter ចាមិនថាសលេងឬក៏កាបូនទេបងប្អូនដែលតួនាទីរបស់វាគឺសម្រាប់ដកនៅពពួកកកដីកំទីពពួកប៉ាតិគីលចាដែលមានទំហំធំជាង5គឺត្រូវបានស្ទាក់ដោយពពួកសលេងនេះហើយតួនាទីមួយទៀតណាពេលដែលយើងដកនៅពពួកកកដីកំទីវាក៏ធ្វើឲ្យបដូល AO នេះអាចប្រើបានយូរផងដែរចាពីបញ្ហាដែលវាអាចនឹងស្ទះដោយពពួកកកកំទីចឹងទៅចាអញ្ចឹងបានចូលដល់តួឯកសំខាន់នៅក្នុងការបន្សុទ្ធទឹកហ្នឹងគឺ AO យើងប្រើ AO 600 GPD រហូតដល់4គ្រាប់អញ្ចឹងបើសិនជាយើងគណនាបំបែកទៅជាលីត្រគឺវាស្មើនឹង300លីត្រក្នុង1ម៉ោងអីគេទៅ AO ពាក្យពេញរបស់វាគឺ reverse osmosis រុនច្រោះរបស់វាតូចមែនតើ1 លើ 10000 មីក្រូនបើយើងនិយាយពីតួនាទីរបស់វាមានពីរសំខាន់ទី1ដកនៅពពួក mineral អញ្ចឹងនៅក្នុង mineral ហ្នឹងគឺវាមានច្រើនណាស់បងប្អូនចាវាមានតាំងពីពពួកដែកpotassium ពួក calcium hardness ចាពពួកសំបីតែលោហៈធ្ងន់ arsenic ចាក៏វាបន្សុទ្ធបានផងដែរចាហើយនឹងពពួកមេរោគបាក់តេរីបានរហូតដល់ធំជាង95ទៅ99%អាស្រ័យទៅលើ membrane ឬក៏បដូលដែលបងប្អូនជ្រើសរើសបងប្អូនចាហើយលក្ខណៈនៃការបន្សុទ្ធរបស់វាមានទឹកញែកចោលអាហ្នឹងបានន័យថាទឹកចូលមកផ្លូវចេញពីផ្លូវទឹកចូល100វាចេញតែទឹកបរិសុទ្ធតែ30%ទេវាមានទឹកញែកចោលរហូតដល់70%ហើយទឹកដែលមានបញ្ហាប្រៃឬក៏ភ្លាវទឹកចេញមកគឺដឹងតែឆ្ងាញ់តែម្ដង
ហើយចុងក្រោយគេហ្នឹងគឺយើងនៅមាន UV មួយទៀតដែល UV គឺខាងខ្ញុំអត់ដាក់ភ្ជាប់ជាមួយគ្នាទេ UV គឺជាប្រភេទអំពូល ultraviolet ដែលគេប្រើដើម្បីសម្រាប់មេរោគបាក់តេរីចុងក្រោយនៅក្នុងទឹកប្រកាសថាទឹកដែលចេញមកហ្នឹងគឺសុវត្ថិភាពនៅក្នុងការញ៉ាំទទួលទានចានេះគឺជាសេចក្តីលម្អិតដែលខាងយើងមានហើយមួយទៀតសម្រាប់វីដេអូនេះពេលដែលបងប្អូនឃើញនៅក្នុងខែមិថុនាឆ្នាំ2026ព្រោះវីដេអូនេះខ្ញុំអត់លុបទេវីដេអូ YouTube ចាអញ្ចឹងបងនឹងទទួលបានប្រូម៉ូសិនថែមជូនពាក់កណ្ដាលឆ្នាំនៅឧបករណ៍តេស្តពិសោធន៍ទឹកហ្នឹងចំនួន1ឧបករណ៍តេស្តនេះគឺអាចតេស្តបានរហូតដល់5ប៉ារ៉ាម៉ែត្រយើងហៅថា 5 in 1 water analyzer វាងាយស្រួលមែនតើគឺអាចធ្វើឲ្យពុកម៉ែបងប្អូនដឹងគុណភាពទឹកជាប្រចាំចាជាពិសេសគឺបងដែលគាត់ផ្ដោតលើអាជីវកម្មទឹកសុទ្ធអីផ្សេងៗណាបងប្អូនចាអានេះបើសិនជាបងប្អូនទិញនៅខាងក្រៅក៏យើងមានលក់ដែរតម្លៃរបស់វាគឺ$35ក្នុងហ្នឹងគឺអាចតេស្តបាន pH ចា TDS ចាពពួក TDS ជាទូទៅបងប្អូនខាងអាជីវកម្មទឹកសុទ្ធក៏ហៅតែគ្រាប់ទឹកចា conductivity salinity temperature អីចឹងទៅណាចាហើយសម្រាប់ឧបករណ៍នេះការប្រើប្រាស់គឺងាយស្រួលបើកអនមកចាជ្រលក់នៅក្នុងទឹកតេស្តចាគឺដឹងលទ្ធផលហើយងាយកាន់យួរតាមខ្លួនចាគឺងាយស្រួលមែនតើមួយទៀតគឺយើងមានការថែមសលៃ micro filter នេះមកដើម3កន្លះរហូតដល់1កេសស្មើនឹង25ដើមការថែមជូននេះគឺពិសេសខ្លាំងមែនតើបងប្អូនគឺពាក់កណ្ដាលឆ្នាំប្រូម៉ូសិនដូចខ្ញុំជំរាបជូនតែនៅក្នុងខែមិថុនាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់កំពុងតែមានតម្រូវការសម្រាប់យកទៅផ្គត់ផ្គង់បុគ្គលិកឬក៏បើកអាជីវកម្មទិញនៅពេលនេះគឺចំណេញខ្លាំងមែនតើអានេះគឺខ្ញុំ highly recommend ហើយបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ក៏ដូចជាចង់សាកសួរព័ត៌មានបន្ថែមក៏អាចសួរមកបានផងដែរហើយពិតជាអរគុណខ្លាំងមែនតើពុកម៉ែបងប្អូនដែលគាត់តែងតែតាមដានរាល់វីដេអូខាងយើងចាមិនថា YouTube ឬក៏ platform ផ្សេងៗតែជាពិសេសគឺ YouTube តែម្ដងចាជាចុងក្រោយសូមរំខានពុកម៉ែបងប្អូនជួយ Subscribe Channel YouTube វីដេអូ Channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗចាតកតងនឹងការចម្រោះឬក៏បន្សុទ្ធនិយាយរួមទៅគឺតកតងនឹង Water Treatment Technology និង Solution ចាអរគុណច្រើនពុកម៉ែបងប្អូនដែលតែងតែតាមដានចាជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អធ្វើដំណើរទៅជិតឆ្ងាយសូមទទួលបានចាសុខសុវត្ថិភាពអរគុណជម្រាបលា